នេះគឺជាអ្នកប្រមាញ់ដ៏ខ្លាំងក្លាមួយដែលមានកម្លាំងខាំដ៏ខ្លាំងមហាសាលក្នុងចំណោមកំពូលអ្នកប្រមាញ់ដ៏គួរឲ្យខ្លាចបំផុតនៅក្រោមទឹកដែលវាមើលទៅគឺធម្មតានោះទេតែធាតុពិតគឺវាមិនធម្មតានោះឡើយអាចនិយាយបានថាសត្វមួយណាក៏ដោយឲ្យតែហ៊ានផ្លោះស្នៀតចូលក្នុងមាត់របស់វាគឺច្បាស់ជាមួយ00សង្ខារតែម្ដងដោយអ្នកប្រមាញ់ដែលខ្ញុំកំពុងតែណែនាំឲ្យបងប្អូនស្គាល់នេះគឺមានឈ្មោះថាអណ្ដើកអាលីកាទ័រអណ្ដើកអាលីកាទ័រដែលមានដាំងកណ្ដាលសម្បូរបំផុតនៅតាមដងទន្លេនិងបឹងទន្លេសាបនៅភាគខាងត្បូងនៃប្រទេសសហរដ្ឋអាមេរិកហើយវាមានចំណុចគួរឲ្យចាប់អារម្មណ៍ត្រង់ថាស្នូករបស់វាគឺចម្លែកខុសពីអណ្ដើកធម្មតាទូទៅមើលទៅដូចជាអាវក្រោះរបស់មេតបនាយុគសម័យបុរាណបូករួមនឹងក្បាលដ៏ធំនិងធ្មេញមុតស្រួចដូចជាក្រពើហើយអណ្ដើកអាលីកាទ័រមិនមែនជាប្រភេទអណ្ដើកដែលទៅមាននឹងកាលយុគសម័យថ្មីនេះទេដោយពុព្វបរិសរបស់វាគឺធ្លាប់មានវត្តមាននៅលើផែនដីយើងនេះតាំងពីអំឡុងប្រមាណជាង200លានឆ្នាំមុនមកម្ល៉េះពលគឺអំឡុងសម័យក្រេអេសិចជាយុគសម័យជាមួយគ្នាដែលដៃណូស័រទៅតែនឹងចាក់កណ្ដាលដូច្នេះហើយបានន័យថាអណ្ដើកមួយប្រភេទនេះបានឆ្លងកាត់គ្រប់ហេតុការណ៍បំរែបំរួលសំខាន់របស់ផែនដីជាច្រើនលើកច្រើនសារហើយនឹងឆ្លងកាត់ឧបសគ្គហេតុការណ៍ដ៏អាក្រក់ឃោរឃៅខ្លាំងមែនទែនតែវាអាចរួចផុតមកបានដោយមិនដាច់ពូជដូចជាដៃណូស័រអាចនិយាយបានថាមើលទៅគឺមិនធម្មតានោះទេហើយពេលវាធំពេញវ័យវាអាចមានទម្ងន់រហូតដល់ទៅ100គីឡូក្រាមនិងអាចមានអាយុរហូតដល់ទៅ100ឆ្នាំជាងឯណោះមូលហេតុដែលធ្វើឲ្យវាមានចំណុចពិសេសខុសពីអណ្ដើកធម្មតាទូទៅគឺដោយសារតែវាមានកន្ទុយវែងដូចជាសត្វតកួតមានបន្លានៅពីលើស្នូកដូចជាស្ដេចនិករាជនៃសមុទ្រខាងត្បូងធ្វើឲ្យអ្នកខ្លះគ្រាន់តែបានឃើញវាគិតថាវាគឺជាសត្វដែលមកពីក្រៅភពតែម្ដងហើយពិតណាស់រូបរាងរបស់វាចម្លែកគួរឲ្យខ្លាចចំណែកភាពកាយសាហាវរបស់វាក៏មិនសូវចាញ់រូបរាងប៉ុន្មាននោះដែរដោយអណ្ដើកអាលីកាទ័រគឺជាអ្នកប្រមាញ់លាក់មុខចូលចិត្តសងំលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់សម្រាប់អ្នកមិនដឹងគិតថាវាត្រឹមតែជាដុំថ្មមួយដុំតែប៉ុណ្ណោះតែធាតុពិតវាគឺជាអណ្ដើកយក្សមួយក្បាលដែលកំពុងរៀបចំផែនការក្នុងការដាក់អន្ទាក់រងចាំវាប្រហារចំណីដោយមិនដឹងខ្លួនដោយវាតែងតែហាមាត់និងប្រើសរីរាង្គម្យ៉ាងដូចជាអណ្ដាតធ្វើជានុយបក់រវិចចុះឡើងធ្វើឲ្យត្រីនិងសត្វមួយចំនួនខេងហើយចាប់អារម្មណ៍នឹងចូលទៅក្បែរពិតណាស់ពេលដែលសត្វទាំងនោះចូលទៅក្បែរមាត់របស់វាគឺច្បាស់ជាចូលខ្លីរបស់វាតែម្ដងព្រោះកម្លាំងខាំរបស់វាគឺស្ថិតនៅក្នុងលំដាប់កំពូលពោលគឺអាចប្រើកម្លាំងបានរហូតដល់ទៅ1000ថោនក្នុងមួយអ៊ីងការ៉េវាប្រហាក់ទៅនឹងកម្លាំងខាំរបស់ស្ដេចតោមួយក្បាលផងដែរដោយកម្លាំងខាំមួយនេះគឺប្រហាក់ទៅនឹងកម្លាំងខាំរបស់តោឬពូជឆ្លាមមួយចំនួននៅក្នុងបាតសមុទ្រអញ្ចឹងហើយបានន័យថាកម្លាំងខាំរបស់វាប៉ុណ្ណឹងសម្បត្តិត្រឹមតែសម្បកក្តាមឬឆ្អឹងត្រីមួយចំនួនអីអាចនិយាយបានថាស៊ីផុយដូចជាស៊ីបាយផឹកទឹកអីចឹងផងដែរហើយចូលទម្រាំតែដៃហើយស្បែកបបេមាត់របស់យើងខ្ញុំមិនហ៊ានសម័យនោះឡើយថានឹងមានរឿងអ្វីកើតឡើងបន្ទាប់ពីត្រូវបានមាត់របស់វាខាំជាចុងក្រោយខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នាជាបន្តនៅវីដេអូក្រោយៗសម្រាប់អ្នកចូលចិត្តរូបខ្ញុំបាទសូមចុច like and subscribe for me បាយបាយអ្នកទាំងអស់គ្នាសុខភាពល្អមើលថែខ្លួនឯងស្រឡាញ់ខ្លួនឯងឲ្យបានច្រើនអ្វីវានឹងកើតឡើងមានចំពោះយើងនៅពេលដែលយើងខិតខំប្រឹងប្រែងបាទបាយ This is an awesome animal. Yeah, it is. 140 pounds, dude.